អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Tom Andrews នៅថ្ងៃទី31 ខែកក្កដានេះបានចេញសេចក្តីថ្លែងការណ៍មួយដោយរៀបរាប់ថាចំនួនព្រំដែនជាមួយប្រទេសថៃវិបត្តិឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនិងការបោះឆ្នោតនាពេលខាងមុខបានបង្កជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សប៉ុន្តែក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការបញ្ជាក់ពីការបដិញ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិមនុស្សតាមរយៈសកម្មភាពជាក់ស្ដែងផងដែរនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅចុងបញ្ចប់នៃបេសកកម្មផ្លូវការលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជាលោក Andrews បានមានប្រសាសន៍ថាដំណើរបេសកកម្មរបស់លោកមកកាន់ប្រទេសកម្ពុជាបានបន្សល់ទុកនូវក្តីបារម្ភយ៉ាងខ្លាំងដល់លោកចំពោះប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសថៃចំពោះអ្នកដែលរងគ្រោះដោយសារការជួញដូរមនុស្សនិងចំពោះអ្នកដែលកំពុងជាប់ឃុំដោយសារការប្រើប្រាស់សេរីភាពជាមូលដ្ឋានលោក Andrews បានបន្តនៅក្នុងន័យដើមថាខ្ញុំបានទទួលព័ត៌មានថាមនុស្សជាង100នាក់អាចកំពុងត្រូវបានឃុំខ្លួននៅក្នុងប្រទេសកម្ពុជាដោយសារការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិការជួបជុំការបង្កើតសមាគមមិនគួរមាននរណាម្នាក់ត្រូវជាប់ពន្ធនាគារដោយសារតែការប្រើប្រាស់សិទ្ធិមនុស្សជាមូលដ្ឋានរបស់ពួកគេនោះឡើយខ្ញុំបានលើកឡើងពីបញ្ហាការឃុំខ្លួននិងលក្ខខណ្ឌរស់នៅរបស់បុគ្គលទាំងនេះជាមួយរដ្ឋាភិបាលហើយទទួលបានការបដិញ្ញាចិត្តក្នុងការសហការជាមួយខ្ញុំខណៈដែលខ្ញុំបន្តពិនិត្យមើលករណីទាំងនេះអ្នករាយការណ៍ពិសេសរូបនេះបានសង្កត់ធ្ងន់លើតម្រូវការក្នុងការបើកលំហសេរីភាពពលរដ្ឋនិងការគោរពសិទ្ធិរបស់បកប្រឆាំងនៅមុនការបោះឆ្នោតឆ្នាំ2027និងឆ្នាំ2028ដែលនឹងចូលមកដល់នាពេលខាងមុខនេះលោកបានទៅទស្សនកិច្ចនៅពន្ធនាគារចំនួន4ដោយបានជួបសន្ទនាជាមួយសកម្មជនអ្នកសារព័ត៌មាននិងសមាជិកគណៈបកប្រឆាំងដែលកំពុងជាប់ឃុំផងដែរអ្នករាយការណ៍ពិសេសរូបនេះក៏បានថ្លែងអំណរគុណដល់មន្ត្រីកម្ពុជាដែលបានបង្កលក្ខណៈងាយស្រួលដោយគ្មានការរដ្ឋបិទក្នុងការចូលទៅកាន់ពន្ធនាគារនិងតំបន់ព្រំដែនលោកក៏បានទៅទស្សនកិច្ចនៅទីតាំងរៀបចំលំនៅឋានថ្មីសម្រាប់ពលរដ្ឋដែលផ្លាស់ទីលំនៅដោយសារចំនួនជាមួយប្រទេសថៃហើយបានជួបសន្ទនាជាមួយប្រជាពលរដ្ឋដែលមិនអាចត្រឡប់ទៅផ្ទះសម្បែងវិញបាននៅក្នុងទីប្រជុំនិងភូមិឋាននានាដែលត្រូវបានកាន់កាប់ដោយកងទ័ពថៃលោក Andrews បានថ្លែងថាវាជាបញ្ហាច្បាប់អន្តរជាតិដែលអ្នកផ្លាស់ទីលំនៅដោយសារចំនួនប្រដាប់អាវុធមានសិទ្ធិត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញវាជារឿងចាំបាច់ណាស់ដែលប្រទេសថៃនិងកម្ពុជាត្រូវសហការគ្នាដើម្បីពន្លឿនការវិលត្រឡប់របស់ប្រជាប្រដ្ឋស៊ីវិលដែលផ្លាស់ទីលំនៅទាំងនោះលោក Andrews ក៏បានជជែកជាមួយរដ្ឋាភិបាលអំពីវិបត្តិឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដែលកំពុងបន្តកើតមាននៅក្នុងប្រទេសកម្ពុជាផងដែរលោកបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មក្នុងរយៈពេល1ឆ្នាំកន្លងមកនេះប៉ុន្តែលោកបានលើកឡើងពីក្តីបារម្ភអំពីកង្វះការទទួលខុសត្រូវរបស់មន្ត្រីជាន់ខ្ពស់កម្ពុជាដែលមានការពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនិងស្ថានភាពរបស់ជនរងគ្រោះដោយការជួញដូរមនុស្សដែលត្រូវបានដោះលែងពីទីតាំងឆបោកទាំងនោះលោក Andrew បានសម្ដែងការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្ររដ្ឋាភិបាលកម្ពុជាដើម្បីបំពេញកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួនរួមទាំងសហការគ្នាដើម្បីអនុវត្តអនុសាសន៍នានាដែលរដ្ឋាភិបាលបានគាំទ្រក្នុងអំឡុងពេលនៃការពិនិត្យឡើងវិញជាសកលតាមកាលកំណត់នាពេលថ្មីនេះលោកបានកំណត់យកការកែតម្រង់ច្បាប់ដើម្បីឲ្យស្របតាមស្តង់ដារសិទ្ធិមនុស្សការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិលោក Andrew បានមានប្រសាសន៍ថាបេសកកម្មលើកដំបូងរបស់ខ្ញុំបានបន្សល់ទុកនូវក្តីសង្ឃឹមសម្រាប់អនាគតរបស់កម្ពុជាដែលជាក្តីសង្ឃឹមទទួលបានពីការជួបពិភាក្សារបស់ខ្ញុំជាមួយអ្នកការពារសិទ្ធិមនុស្សអ្នកសារព័ត៌មានមេដឹកនាំនយោបាយដែលមានគោលការណ៍និងប្រជាប្រដ្ឋកម្ពុជាដែលបដិញ្ញាចិត្តចំពោះសិទ្ធិមនុស្សទាំងនេះគឺជាមនុស្សដែលអនាគតរបស់កម្ពុជាពឹងផ្អែកលើសូមជម្រាបជូនផងដែរថាក្នុងដំណើរទស្សនកិច្ចរបស់លោក Tom Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានេះលោកក៏បានជួបជាមួយប្រធានប្រសិទ្ធភាពលោកហ៊ុនសែននិងមន្ត្រីរដ្ឋាភិបាលតំណាងអង្គការសង្គមស៊ីវិលប្រជាប្រដ្ឋរងគ្រោះនិងមន្ត្រីបកប្រឆាំងជាច្រើនរូបហើយក៏បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតផងដែរ